ខ្ញុំកាលណាខ្ញុំបានបញ្ជាក់ប៉ុណ្ណឹងទៅចោះពាក់ព័ន្ធទៅនឹងសង្គ្រាមរវាងព្រះរាជាណាចក្រកម្ពុជានិងសៀមប៉ុន្តែនិយាយជារួមមកវិញបើទោះបីជានៅពេលបច្ចុប្បន្ននេះសៀមមិនអាចឈ្លានពានចូលក្នុងទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាបានក៏ដោយសៀមមិនអាចវាយប្រហារមានព្រៀបលើវីរៈកងទ័ពរបស់ព្រះរាជាណាចក្រកម្ពុជាក៏ដោយក៏ប្រជាពលរដ្ឋនិងប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាមិនចង់បានសង្គ្រាមដែរនិយាយជារួមខ្មែរមិនចង់បានសង្គ្រាមទេគឺកម្ពុជាត្រូវការសន្តិភាពពីព្រោះព្រះរាជាណាចក្រកម្ពុជាឆ្អែតឆ្អន់នឹងសង្គ្រាមណាស់ទៅហើយឆ្អែតឆ្អន់នឹងសង្គ្រាមអញ្ចឹងហើយគឺព្រះរាជាណាចក្រកម្ពុជាមិនត្រូវការសង្គ្រាមទេត្រូវការសុខសន្តិភាពចំណុចនេះខ្ញុំប្រកាសណាខ្ញុំបានឮប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលលោកលើកឡើងថាកាលពីមុនមានក្រុមជ្រុលនិយមនៅក្រៅប្រទេសនោះគេយកពាក្យសន្តិភាពនឹងពាក្យអរគុណសន្តិភាពនឹងទៅជាលោលេងទៅជារឿងកំ pl ែងទៅជារឿងចំអករហូតដល់និយាយឲ្យគ្នាទៅវិញទៅមកថាមិនហើយពួកអរគុណសន្តិភាពនោះដែលកាលពីមិនទាន់មានសង្គ្រាមតែដល់មានសង្គ្រាមទើបដឹងថាពាក្យថាអរគុណសន្តិភាពនេះពិតជាពាក្យមានតម្លៃណាស់ហើយពាក្យថាសន្តិភាពនេះពិតជាមានតម្លៃណាស់បាទមានតម្លៃណាស់ហើយសង្គ្រាមរវាងព្រះរាជាណាចក្រកម្ពុជានិងសៀមនៅពេលបច្ចុប្បន្ននេះកើតឡើងដោយសារតែមហិច្ឆតាឈ្លានពានរបស់សៀមប៉ុណ្ណឹងទេប្រសិនបើសៀមគ្មានមហិច្ឆតាឈ្លានពានចូលក្នុងទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជានោះក៏គ្មានសង្គ្រាមដែរហើយរឿងនេះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសក៏លោកយល់ច្បាស់ដែរក៏លោកជ្រាបច្បាស់ដែរថាសន្តិភាពសំខាន់ណាស់ដូច្នេះមិនមែនបាត់បង់សន្តិភាពឲ្យបានស្វែងរកវាពិបាកដូចជានៅពេលបច្ចុប្បន្នអញ្ចឹងថ្មីត្បិតតែសង្គ្រាមនៅតាមព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជានិងសៀមមែនប៉ុន្តែធ្វើឲ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋនៅតាមជាយដែនបណ្ដាខេត្តដែលនៅតាមជាយដែននោះក៏ច្រើនសូម្បីតែបងប្អូននៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូលគឺលោកមិនសប្បាយចិត្តទាល់តែសោះទោះបីលោកមិនមែនជាជនភៀសសឹកលោកមិនបានភៀសខ្លួនទៅណាក៏ដោយប៉ុន្តែប្រជាពលរដ្ឋខ្មែរប្រមាណជាង17លាននាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាលោកមិនសប្បាយចិត្តទាល់តែសោះទោះបីជាសង្គ្រាមនៅជាយដែនក៏ដោយមានន័យថាកម្ពុជាមិនត្រូវការសង្គ្រាមទាល់តែសោះហើយទន្ទឹមគ្នានេះព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងលោកតាលោកយាយព្រះមិត្តលោកអ្នកស្ដាប់លោកសង្កេតមើលបងប្អូនប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងនិងក្រៅប្រទេសលោកសស្រាក់សស្រាំគ្នាណាលោករួមសាមគ្គីគ្នាខ្លាំងណាស់គឺលោករួមសាមគ្គីគ្នាជាមួយនឹងរាជរដ្ឋាភិបាលក្នុងការជួយដល់វីរៈកងទ័ពរបស់ខ្មែរនៅជួរមុខរួមទាំងរួមគ្នាជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរជាជនភៀសសឹកគឺបងប្អូនស្រស់គ្នាណាស់បាទខ្ញុំកាលណាខ្ញុំបានឃើញដោយថាស្ងោចសរសើរដោយថាអស់ពីចិត្តដែរបាទឃើញបងប្អូនប្រជាពលរដ្ឋលោកសាមគ្គីគ្នាបាទនៅពេលបច្ចុប្បន្ននេះទៅតាណាក៏ដោយឃើញតែបងប្អូនដឹកអំណោយជូនអំណោយយកថវិកាសម្ភារៈផ្សេងទៅកន្លែងដែលផ្ដល់ដែលទទួលអំណោយនឹងឃើញគ្រប់កន្លែងទាំងអស់មើលទៅបងប្អូនប្រជាពលរដ្ឋលោកទៅស្រាក់ទៅស្រាំណាស់បាទ
គ្រាន់តែសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលោកប្រកាសអំពីតម្រូវការអំបុកយកទៅជួយយកទៅជូនដល់វីរៈកងទ័ពរបស់យើងនៅជួរមុខមុខនោះមិនដឹងយកទៅណាទេបាទគឺមុខច្រើនមែនតើអំពីតម្រូវការអំបុកយកទៅជួយយកទៅជូនដល់វីរៈកងទ័ពរបស់យើងនៅជួរមុខមុខនោះមិនដឹងយកទៅណាទេបាទគឺមុខច្រើនមែនតើលោកជំទាវហ៊ុនម៉ាណាអគ្គនាយិកានៃអគ្គនាយិកាដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័នលោករៀបចំរហូតចាប់តាំងពីសង្គ្រាមផ្ទុះឡើងរហូតមកដល់ពេលនេះគឺលោករៀបចំជាអំណោយសម្រាប់ជនភៀសសិទ្ធផងជាអំណោយសម្រាប់វីរៈកងទ័ពរបស់យើងនៅជួរមុខផងក្នុងនោះក៏មានតាំងពីមុខមានតាំងពីសម្ភារៈប្រើប្រាស់សម្រាប់បងប្អូនជនភៀសសិទ្ធមានតាំងពីសម្លៀកបំពាក់មានតាំងពីថ្នាំពេទ្យមានតាំងពីវីតាមីន C មានតាំងពីមុងមានតាំងពីរឹងមានតាំងពីសម្ភារៈប្រើប្រាស់ច្រើនទៀតតាំងពីច្រាស់ដុសធ្មេញថ្នាំដុសធ្មេញសាប៊ូបាទច្រើនណាស់បាទហើយលោកជំទាវហ៊ុនម៉ាណាអគ្គនាយិកានៃអគ្គនាយិកាដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័នលោកបលឹមឡើងមកដល់ស្ថានីយ៍បាយ័នរហូតដល់យប់ម៉ោង10ម៉ោង11ទើបលោកវិលត្រឡប់ទៅលំនៅឋានវិញលោកនៅប្រាប់កូនចៅឲ្យវិច្ចឲ្យខ្ចប់លើកដាក់ឡានសម្រាប់ជួយដល់វីរៈកងទ័ពរបស់យើងនៅជួរមុខផងសម្រាប់ជួយដល់បងប្អូនជនភៀសសិទ្ធផងលោកគិតគូរដល់ប្រជាពលរដ្ឋណាស់បាទលោកគិតគូរណាស់ហើយមិនតែប៉ុណ្ណោះទេបងប្អូនប្រជាពលរដ្ឋនៅទីតាំងផ្សេងទៀតគ្រប់ខេត្តក្រុងគឺលោកប្រឹងប្រែងណាស់បាទលោកស្វះស្វែងលោកស្វាហាប់ជួយបាទលោកជួយដូច្នេះក្នុងអំឡុងពេលដែលសៀមឈ្លានពានខ្មែរនេះគឺធ្វើឲ្យខ្មែររួមសាមគ្គីគ្នាជាធ្លុងមួយទាំងនៅក្នុងនិងក្រៅប្រទេសបាទទាំងនៅក្នុងនិងក្រៅប្រទេសហើយគ្រប់វ័យទាំងអស់សូម្បីតែយុវជនក្មេងៗបងប្អូនដែលជាយុវសិស្សសាលាបឋមសិក្សាក៏ដោយវិទ្យាល័យក៏ដោយមហាវិទ្យាល័យក៏ដោយគឺលោកជួយណាស់បាទលោកស្រស់គ្នាណាស់ខ្មែរតែមួយនៅពេលបច្ចុប្បន្នខ្លាំងណាស់បាទសូម្បីតែសៀមក៏ស្ងើចសរសើរចំពោះសាមគ្គីភាពរបស់ខ្មែរទាំងនៅក្រៅនិងក្នុងប្រទេសដែរបាទហើយនិយាយក្នុងរឿងនេះខ្ញុំកាលណាខ្ញុំបាទចង់ចេញរឿងនឹងបន្តិចចង់ចេញនឹងនៅត្រង់ថាក្នុងអំឡុងពេលដែលសៀមឈ្លានពានខ្មែរនេះសូមបងប្អូនប្រជាពលរដ្ឋព្រះថេរានុថេរៈគ្រប់ព្រះអង្គទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងនៅក្រៅប្រទេសលោកកត់សម្គាល់មើលលោកកត់សម្គាល់លើអ្នកនយោបាយមើលពីព្រោះនៅក្នុងព្រះរាជាណាចក្រកម្ពុជាក៏ដូចជានៅក្រៅប្រទេសខ្មែរទាំងនៅក្នុងនិងក្រៅប្រទេសគឺមានអ្នកនយោបាយហើយមិនមែនអ្នកនយោបាយតែរាជរដ្ឋាភិបាលទេសូម្បីតែគណៈបកនយោបាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាក៏ច្រើនដែរមានគណៈបកនយោបាយច្រើនដែរនៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយនៅខាងក្រៅនោះក៏មានដែរអញ្ចឹងក្នុងអំឡុងពេលដែលមានសង្គ្រាមជាមួយនឹងចៅសៀមនោះព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងលោកតាលោកយាយប្រិមិត្តលោកអ្នកស្ដាប់លោកសង្កេតមើលអ្នកនយោបាយមើលតើនិន្នាការនយោបាយរបស់អ្នកនយោបាយនោះទាំងអស់ជាខ្មែរនោះតើមានសកម្មភាពអ្វីខ្លះពាក់ព័ន្ធជាមួយនឹងអំពើឈ្លានពានរបស់សៀមព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងលោកតាលោកយាយប្រិមិត្តលោកអ្នកស្ដាប់លោកសង្កេតមើលអ្នកនយោបាយមើល
តើសកម្មភាពរបស់អ្នកនយោបាយទាំងក្នុងនិងក្រៅប្រទេសធ្វើសកម្មភាពយ៉ាងណាខ្លះពាក់ព័ន្ធទៅនឹងការឈ្លានពានរបស់សៀមងាកមកខាងរាជរដ្ឋាភិបាលលោកមើលប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលមើលលោកធ្វើសកម្មភាពអ្វីខ្លះដើម្បីទប់ទល់ជាមួយនឹងចៅសៀមឈ្លានពានលោកមើលហើយខ្ញុំកាលណាខ្ញុំបានមិនបាច់រៀបរាប់ទេតែលោកមើលសកម្មភាពមើលតើប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលតើសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលោកមានយុទ្ធសាស្ត្រយ៉ាងណាខ្លះដៃម្ខាងលោកវាយប្រហារគិតពីការវាយប្រហារសត្រូវមិនឲ្យឈ្លានពានចូលនៅក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជាម្ខាងទៀតលោកគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋជាជនភៀសសឹកក៏ដូចជាសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសបងប្អូនលោកមើលទៅបាទព្រះថេរានុត្រៈគ្រប់ព្រះអង្គនិងលោកតាលោកយាយព្រះមិត្តលោកអ្នកស្ដាប់លោកមើលទៅគឺប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលលោកមើលខុសត្រូវទាំងវីរៈកងទ័ពរបស់ព្រះរាជាណាចក្រកម្ពុជានៅជួរមុខនិងបងប្អូនប្រជាពលរដ្ឋទាំងជនភៀសសឹកនិងបងប្អូនប្រជាពលរដ្ឋផ្សេងទៀតនៅទូទាំងប្រទេសហើយមួយទៀតលោកមើលអេរិយាបថរបស់គណៈបកនយោបាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាឬក៏នៅក្រៅប្រទេសនោះមើលលោកមើលសកម្មភាពរបស់គណៈបកផ្សេងមើលខ្ញុំប្រកាសថាខ្ញុំបានមិនមែនរិះគន់គណៈបកនយោបាយទាំងអស់ឬអ្នកនយោបាយទាំងអស់ទេប៉ុន្តែព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងលោកតាលោកយាយព្រះមិត្តលោកអ្នកស្ដាប់លោកអ្នកវិនិច្ឆ័យខ្លួនឯងទៅពេលដែលខ្មែរមានទុក្ខពេលដែលខ្មែរត្រូវចោលសៀមឈ្លានពានតើសកម្មភាពអ្នកនយោបាយប្រតិកម្មបែបណាដែរចំពោះចោលសៀមឈ្លានពានលោកមើលមានអ្នកណាដែលចេញមុខខ្លាំងជាងគេបាទហើយអ្នកនយោបាយក៏ដោយបន្តិចទៀតបោះឆ្នោតពេលដែលបោះឆ្នោតចាប់ផ្ដើមអួតប៉ុន្តែពេលដែលប្រជាពលរដ្ឋមានទុក្ខប្រទេសមានទុក្ខត្រូវគេឈ្លានពានគឺមានតែប្រមុខលោកនាំនៃរាជរដ្ឋាភិបាលទេដែលជាអ្នកដោះស្រាយពីជោគវាសនានៃព្រះរាជាណាចក្រកម្ពុជាទាំងមូល